គាត់ថាអញ្ចេះគាត់ស្នើឲ្យថាបើចង់ឲ្យមានបទឈប់បាញ់មែនតើណាគាត់ទាមទារឲ្យកម្ពុជាសរសេរសំណើជាផ្លូវការទៅកាន់ថៃណាចាប់ផ្ដើមរករឿងហ្នឹងណាបានន័យថាម៉េចបានន័យថាបើមានបទឈប់បាញ់អត់មានសរសេរសារតាម Facebook ទេអត់មានឆ្លើយឆ្លងគ្នាតាម Facebook ទេគឺត្រូវសរសេរសារទៅសុំថៃថាឥឡូវឈប់បាញ់អាហ្នឹងបានថៃពិចារណាឬយល់ព្រមណាទៅជាចេះវិញអញ្ចឹងបានន័យថាម៉េចចង់ឲ្យកម្ពុជាដែលជាជនរងគ្រោះហ្នឹងទៅសំពះអង្វរសុំជនដែលរំលោភហ្នឹងសុំឲ្យលើកលែងឈប់រំលោភតទៅទៀតអញ្ចឹងហ៎អត់មានថារកថោលទោសជនដែលរំលោភហើយអ្នកដែលរំលោភគេហ្នឹងបើដឹងខ្លួនខុសហើយត្រូវសុំទោសហើយត្រូវឈប់អសកម្មភាពហ្នឹងទៅកុំឲ្យបន្តកាន់តែជ្រុលវាអត់ទៅជាអញ្ចឹងឥឡូវអ្នកដែលជន់ដៃដល់ដែលជាអ្នករំលោភកំពុងតែដើរតួជាជនរងគ្រោះហើយចង្អុលមកកម្ពុជាថាត្រូវតែសរសេរសំណើទៅថៃមុនអត់មានសរសេរតាមបណ្ដាញសង្គមឆ្លើយឆ្លងគ្នាយកប្រព័ន្ធផ្សព្វផ្សាយធ្វើជាឈ្នន់ជាយានជាមធ្យោបាយទេថៃគេចាប់ផ្ដើមគេហៅថាផ្លូវការគេចាប់ផ្ដើមចាស់ទុំគេថាបើចង់ជជែកគ្នាហើយចង់ឲ្យមានសុខសន្តិភាពអញ្ចឹងមែនហើយចង់ឲ្យមានបទជប់បាញ់មែនមិនមែនឆ្លើយឆ្លងគ្នាតាមទូរស័ព្ទបើហៅតាមបណ្ដាញសង្គមគឺត្រូវតែតាក់ទងតាមប្រព័ន្ធផ្លូវការណាមួយទៅថៃឲ្យប្រាប់ថាសុំឲ្យមានបទជប់បាញ់បានថៃយកមកពិចារណាខ្ញុំថារឿងនេះដូចជាលើសបន្តិចដែរថៃណាព្រោះចេតនារបស់ថៃមិនមែនចង់ឲ្យមានបទជប់បាញ់ទេចេតនារបស់ថៃគឺកំពុងតែស្វាស៊ីបាយលៀបមាត់ពពែចង់ឲ្យកម្ពុជាលូនទៅស្នើសុំទៅដើម្បីឲ្យអន្តរជាតិមើលមកថាកម្ពុជាជាអ្នកប្រព្រឹត្តជាអ្នកដៃដល់ជាអ្នកធ្វើខុសដូច្នេះហើយបានជាទៅសុំគេឈប់បាញ់ដូចអារឿងព្រំដែនអញ្ចឹងថៃអ្នកបិទមុនទេដល់អញ្ចឹងទៅមកចង់ឲ្យសម្របសម្រួលឲ្យខ្មែរបើកមុនចង់ឲ្យពិភពលោកស្ដាប់មកថាខ្មែរទេជាអ្នកនាំអាតបិទព្រំដែនមុនតែអ្នកណាមិនដឹងថាទាហានថៃតើអ្នកបិទមុនហើយឥឡូវព្រំដែនបិទដដែលហ្នឹងគឺដោយសារថៃខ្លួនឯងតាខ្មែរបានប្រាប់ហើយថា5ម៉ោងក្រោយនឹងបើកអីចឹងទៅដូច្នេះអារឿងនេះហើយដែលធ្វើឲ្យថៃកាន់តែជ្រុលកាន់តែមែនតែនតែយ៉ាងណាបងប្អូនអត់មានអីប្លែកទេព្រោះថៃចង់ចិញ្ចឹមសង្គ្រាមនេះឲ្យអូសបន្លាយកាន់តែយូរកាន់តែល្អដើម្បីប្រយោជន៍នយោបាយបោះឆ្នោតស្រុកថៃឯណោះដែលអត់ត្រូវគ្នាដូច្នេះអ្នកណាដែលឡើងមកឬក៏កំពុងតែឃោសនាយកសលេងឆ្នោតហ្នឹងគឺដឹងតែយកព្រំដែនហ្នឹងដុតឲ្យឆេះហើយអត់ត្រូវគ្នាទេហើយអ្នកណាទម្លាក់គ្រាប់កាន់តែច្រើនអ្នកនឹងកាន់តែបានប្រជាប្រិយក្នុងចំណោមមហាជនថៃកាន់តែច្រើនឲ្យតែទម្លាក់គ្រាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកខ្មែរឲ្យកាន់តែច្រើនអ្នកនោះឯងនឹងបានមេដាយមីហើយវាអកុសលចឹងហើយបងប្អូននយោបាយកក្រិចណាស់ពេលនេះហើយយើងក៏ដឹងដែរព្រោះអីបើសិនជាយើងមើលគេមានការផ្សះផ្សាលោកអាន់វ៉ាអ៊ីប្រាហ៊ីមទៅប្រហែលដងហើយលោកដូណាល់ត្រាំក៏ជួយអន្តរាគមន៍លោកអាន់វ៉ាអ៊ីប្រាហ៊ីមទៅទៀតនៅតែថៃអត់ព្រមតើអ្នកណាខូចឲ្យប្រកាសទៅបងប្អូនសាកគិតទៅមើលឥឡូវនិយាយអំពីដើមចោមនៃបញ្ហាម្ដងទៀតតើរឿងអីដែលជាដើមចោមនៃបញ្ហាឲ្យពិតប្រាកដថៃកំពុងតែខកចិត្តនឹងសហរដ្ឋអាមេរិកឥឡូវថៃហ៊ានប្រាប់ធ្វើសន្និសីទសារព័ត៌មានទាំងយោធាថៃទាំងរដ្ឋមន្ត្រីក្រសួងការបរទេសចាំផ្ទះថៃហ្នឹងគឺលោកសេហាស័កពួងកេតកែវទាំងលោកអនុទិនច័ន្ទរៈគុលដែលជានាយករដ្ឋមន្ត្រីចាំផ្ទះដែរហ្នឹងគឺធ្វើសន្និសីទសារព័ត៌មានភ្លាមហើយប្រាប់ទៅសារព័ត៌មានអំពីជំហររបស់ថៃខកចិត្តសហរដ្ឋអាមេរិកនិយាយជាផ្លូវការតែម្ដងថាថៃខកចិត្តនឹងលោកដូណាល់ត្រាំណាដែលក្តាប់ព័ត៌មានអត់ជុំដៃណាទៅនិយាយថាលោកត្រាំក្តាប់ព័ត៌មានអត់ជុំដៃទេអត់ជុំហើយមកថ្លែងសារដែលធ្វើឲ្យមានការយល់ច្រឡំភ័ន្តច្រឡំពីរឿងថាភាគីថៃយល់ព្រមឈប់បាញ់បងប្អូនប្រហែលជាចាំទេលោកត្រាំម្សិលមិញនេះគឺគាត់បានចេញសារមួយប្រាប់ថាបានជួបលោកអនុទិនច័ន្ទរៈគុលនិងលោកហ៊ុនម៉ាណែតពិភាក្សាគ្នាដោយទាំងលោកអាន់វ៉ាអ៊ីប្រាហ៊ីមទៀតផងថាភាគីទាំងពីរយល់ព្រមឈប់បាញ់ចាប់ពីយប់ថ្ងៃទី12នៅឯប្រទេសអាមេរិកគឺនៅរដ្ឋធានី Washington ដែលត្រូវនឹងម៉ោងប្រហែលជា12ថ្ងៃត្រង់មិញនេះថ្ងៃទី13ខែធ្នូនេះដែលដាក់ជាអក្សរធំទៀតហើយថាព្រមព្រៀងបែបនេះអាមេរិកក៏នៅតែបន្តពាណិជ្ជកម្មជាមួយប្រទេសថៃនិងប្រទេសកម្ពុជាដោយប្រក្រតីអីចឹងទៅក៏ប៉ុន្តែភ្លាមហ្នឹងស្រាប់តែភាគីថៃឡើងមកឡំប៉ាភ្លាមថាអត់មានបាននិយាយថាព្រមព្រៀងផងហើយជំទាស់ខកចិត្តទៅនឹងសាររបស់លោកដូណាល់ត្រាំមួយទៀតតាក់ទងនឹងរឿងអ្វីដែលជាហេតុការណ៍កើតឡើងនៅថ្ងៃទី7ខែធ្នូដោយបងប្អូនប្រហែលជានៅចាំហើយណាមុននឹងផ្ទុះអាវុធនេះគឺថ្ងៃទី7ខែធ្នូហ្នឹងមានផ្ទុះគ្រាប់ដែលមែនតើទៅគឺយើងអត់មានព័ត៌មានអីទេបងប្អូនក៏អត់ព័ត៌មានខ្ញុំក៏អត់ព័ត៌មានហើយយើងប្រឹងយ៉ាងណាក៏ប្រភពព័ត៌មានគឺមិនចេញទេព្រោះអីយើងចេះតែឆ្ងល់ថាតើហេតុអីរឿងអីដែលធ្វើឲ្យមានការដែលបាញ់ថៃបាញ់ស្រោចមកខ្មែរម្ដងទៀតទៅហើយដើមហេតុមកពីរឿងអីឲ្យប្រកាសព្រោះអីម្នាក់សិតតែអត់ធ្មត់ដកកាភ្លើងដកអីខ្មែរដកកាភ្លើងធំចេញពីទល់ដែនចង់អស់ហើយក៏ប៉ុន្តែហេតុអីបានជាស្រាប់តែមានផ្ទុះអាវុធនៅថ្ងៃទី8នឹងក្រាំងទៀតទៅប៉ុន្តែអាថ្ងៃទី7ហ្នឹង7ខែធ្នូហ្នឹងគឺមានគ្រាប់ផ្ទុះមួយដែលធ្វើឲ្យទាហានថៃម្នាក់ស្លាប់និង7 8នាក់ទៀតរងរបួសយើងឮតែគ្រាប់បែក
ក្របផ្ទុះមិនដឹងថាក្របអីឲ្យប្រកាសព្រោះសូម្បីតែលោកត្រាំម្សិលមិញហ្នឹងក៏និយាយថាក្របផ្ទុះដែរហើយខ្ញុំចេះតែឆ្ងល់នៅក្នុងចិត្តដែរថាក្របផ្ទុះហ្នឹងក្របអីអ្នកណាបាញ់ផ្លោងពីណាឲ្យប្រកាសអីអញ្ចឹងទៅឬក៏បាញ់ផ្លោងពីមូលដ្ឋានទ័ពណាមួយចូលទៅដែនអធិបតេយ្យរបស់អ្នកណាមួយក៏អត់មានព័ត៌មានអីគឺគាត់គ្រាន់តែឮថាថៃបាញ់មុនថៃចោទថាខ្មែរបាញ់មុនលាក់នឹងលាក់អញ្ចឹងបានន័យថាអារឿងបាញ់មុនបាញ់ក្រោយហ្នឹងគឺជារឿងបន្ទាប់ពីអាផ្ទុះក្របហ្នឹងតើក្របហ្នឹងក្របអីគេខាងកម្ពុជាក៏អត់មាននិយាយអីសោះខាងថៃក៏អត់មាននិយាយអីសោះអារឿងផ្ទុះក្របដំបូងថ្ងៃ7ហ្នឹងទៅតែពេលជួបលោកត្រាំទេដែលលោកត្រាំថាអារឿងផ្ទុះក្របតាមដងផ្លូវនៅចើមផ្លូវនេះគឺជារឿងចៃដន្យគឺជាគ្រោះថ្នាក់ដោយចៃដន្យទេគ្មានចេតនាទេហ្នឹងតាមការគាត់ស្ដាប់ការសន្ទនាគ្នាតាមទូរស័ព្ទដែលប្រាប់គាត់ហើយខ្ញុំថាច្បាស់ណាស់អ្នកដែលប្រាប់គាត់ហ្នឹងគឺលោកហ៊ុនម៉ាណែតដែរព្រោះម៉ោងនេះកាន់តែច្បាស់ទៅហើយគឺភាគីកម្ពុជាទេដែលត្រូវប្រាប់ទៅខាងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំពេលដែលជជែកគ្នាហ្នឹងហើយមិនមែនតែប្រាប់ទៅលោកដូណាល់ត្រាំទេខ្ញុំជឿថាលោកហ៊ុនម៉ាណែតក៏ច្បាស់ជាប្រាប់រឿងនេះទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមមុននោះដែរព្រោះហេតុអីបានអញ្ចឹងខ្ញុំអានសាររបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជំនួបរបស់គាត់មុននេះមួយថ្ងៃមុននឹងជួបចុងក្រោយជាមួយលោកអនុទិនចាំវរៈគុលម្ដងទៀតហើយនឹងលោកហ៊ុនម៉ាណែតម្ដងទៀតណាអាកាលពីថ្ងៃទី11ឬថ្ងៃទី11អញ្ចឹងហើយគាត់ជួបម្ដងដែរជាមួយលោកហ៊ុនម៉ាណែតនិងលោកអនុទិនចាំវរៈគុលហ្នឹងហើយបានសរសេរសារប្រាប់ថាភាគីទាំងពីរដូចជាបើកចិត្តចំហថានឹងចង់ខិតរកចូលគ្នាអញ្ចឹងមិនមានបាត់ឈប់បាញ់ហើយប្រើឃ្លាមួយនៅក្នុងហ្នឹងដែលខ្ញុំកាត់សម្គាល់ថាអ្វីកើតឡើងដោយសារតែការភ័ន្តច្រឡំភាសា misunderstanding ហ្នឹងខ្ញុំវាដូចថាជាភាសាទូទៅទៅហើយខ្ញុំអត់បានចាប់អារម្មណ៍ច្រើនដែរព្រោះថាអាការយល់ច្រឡំឬក៏ភ័ន្តច្រឡំហ្នឹងគឺយើងឃើញអញ្ចឹងមកអាយុមកហើយតាំងពីផ្ទុះមីនពីមុនមកអញ្ចឹងទៅថាថៃចោទថាខ្មែរដាក់មីនថ្មីខ្មែរថាអត់មានមីនថ្មីអញ្ចឹងខាងនោះថាជាការភ័ន្តច្រឡំអញ្ចឹងបាញ់គ្នាប្រើអីអញ្ចឹងទៅដល់មកដល់លើក្រោយនេះប្រើពាក្យថាមានការភ័ន្តច្រឡំនឹងម្ដងទៀតអញ្ចឹងនៅពេលដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រើឃ្លាថាមានការភ័ន្តច្រឡំតាក់ទងនឹងពេលដែលគាត់ជួបជាមួយនឹងលោកអនុទិនចាំវរៈគុលហើយនឹងលោកហ៊ុនម៉ាណែតហើយថាភាគីទាំងពីរនៅតែបើកចំហនៅក្នុងការដែលអាចនឹងជជែកគ្នារកសន្តិភាពអីហ្នឹងចាប់ផ្ដើមខ្ញុំនឹកឃើញថាការភ័ន្តច្រឡំនេះគឺតាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី7ខែធ្នូពីរឿងផ្ទុះគ្រាប់នឹងឯងឥឡូវកាន់តែច្បាស់ហើយអាការផ្ទុះគ្រាប់នៅថ្ងៃទី7ហ្នឹងដែលធ្វើឲ្យតាហ៊ានថៃម្នាក់ស្លាប់នឹងរបួស8នាក់ហ្នឹងខាងភាគីថៃថាជាផ្ទុះគ្រាប់មីនទៀតហើយនេះឥឡូវយើងចាប់ផ្ដើមដឹងរឿងកាន់តែច្បាស់ទៀតហើយថាអាការផ្ទុះនៅតាមផ្លូវហ្នឹងគឺជាគ្រាប់មីនមិនមែនគ្រាប់ផ្លោងមិនមែនគ្រាប់អីទេគឺគ្រាប់មីនបានន័យថាម៉េចបានន័យថាតាហ៊ានថៃអាចឬក៏ក្រុមតាហ៊ានថៃហ្នឹងទៅជន់មីនហ្នឹងផ្ទុះទៀតប៉ុន្តែពីមុនមកអត់ដែលនិយាយអាករណីផ្ទុះមីន7ដងហ្នឹងយើងដឹងហើយមិនចឹងឯងបងប្អូនដាច់ជើងតាហ៊ានថៃ7ដងដែលថៃយកលេសវាយសន្ធាប់ឬក៏បាញ់មកផ្លោងដាក់ស្អីលាក់នឹងលាក់ហ្នឹងគឺយើងដឹងហើយក៏ប៉ុន្តែនេះអារឿងផ្ទុះមីនចុងក្រោយនេះយើងអត់ដែលដឹងសោះថាអានឹងជាមីនណាព្រោះអីលោកដូណាល់ត្រាំពេលដែលគាត់ចេញសារគាត់ថាជាគ្រាប់បែកផ្ទុះនៅតាមដងផ្លូវហើយដែលជារឿងកើតឡើងគ្រោះថ្នាក់ដោយចៃដន្យគ្មានចេតនាទេក៏ប៉ុន្តែភាគីថៃបែរទៅជាសងសឹកមកភាគីកម្ពុជាយ៉ាងចាស់ដៃទៅវិញមើលទៅសាររបស់លោកត្រាំហាក់បីដូចជាកាន់ជើងខាងកម្ពុជាដែរនៅក្នុងន័យថាចោះបើគ្រាន់តែផ្ទុះគ្រាប់តាមដងផ្លូវដោយចៃដន្យគ្មានចេតនាបាញ់សម្លាប់ទាហានថៃឲ្យរបួសអីសោះហេតុអីបានថៃចាប់ផ្ដើមវាយសន្ធាប់មកខាងកម្ពុជាមកម្លេះនៅក្នុងន័យរបស់លោកត្រាំគឺនិយាយចឹងអញ្ចឹងសរុបសេចក្តីមកគឺខ្ញុំនៅអាការសន្និដ្ឋានរបស់ខ្ញុំដែលថាលោកហ៊ុនម៉ាណែតនិយាយប្រាប់ទៅខាងភាគីទាំងម៉ាឡេទាំងអាមេរិកហ្នឹងគឺច្បាស់ជាប្រាប់គេថាអ្វីដែលកើតឡើងដំបូងឡើយមិនមែនខ្មែរជាអ្នកផ្ដើមបាញ់មុនទេគឺបានន័យថាវាអាចជាឧបទ្ទវហេតុឬក៏ហេតុការផ្ទុះមីនដោយចៃដន្យគ្រោះថ្នាក់ដោយចៃដន្យនឹងហើយដែលធ្វើឲ្យស្លាប់ទាហានថៃនិងរបួសទាហានថៃដោយអចេតនាដែលជារឿងដែលនិយាយទៅគ្មានការប៉ុនប៉ងប្រាថ្នាអីអញ្ចឹងណាអាហ្នឹងបើតាមភាគីកម្ពុជាឬក៏សំណេរហ្នឹងប៉ុន្តែថៃបែរទៅជាយកអាហ្នឹងជាលេសវាយសន្ធាប់មកខ្មែរថាខ្មែរចាប់ផ្ដើមផ្ទុះអាវុធមុនអីអញ្ចឹងឥឡូវថៃនៅម្ដងទៀតទាំងយោធាថៃទាំងរដ្ឋមន្ត្រីការបរទេសថៃទាំងលោកអនុទិនច័ន្ទវរៈគុលសុទ្ធតែនិយាយដូចគ្នាថាមីនអាផ្ទុះថ្ងៃ7ខែធ្នូហ្នឹងគឺជាមីនទេដែលស្លាប់ទាហានថៃយើងដឹងហើយពីមុនផ្ទុះមីនស្លាប់ដាច់តែជើងឯងប៉ុន្តែឥឡូវបែរទៅជាផ្ទុះមីនស្លាប់តើមីនប្រភេទអីទៅដែលធ្វើឲ្យស្លាប់ទាហានបានព្រោះបើប្រភេទមីនខ្យល់គេហៅមីនខ្យល់បងប្អូនអា PM2 ហ្នឹងមីនដែលឃើញដាច់ជើងរាល់ដងហ្នឹងគឺបានន័យថាវារចនាមកដើម្បីឲ្យតែដាច់ជើងទេគឺមិនសម្លាប់ទេព្រោះអីគោលការណ៍របស់មីនហ្នឹងគឺធ្វើឲ្យពិការទាហានប៉ុន្តែដល់តែពេលមានស្លាប់មនុស្សតើមានប្រភេទអីតើវាមិនមែនគ្រាប់បែកឬក៏យ៉ាងម៉េច
បបាក់បងប្អូនយើងវាអត់មានព័ត៌មានតែឥឡូវថៃគេសរុបសេចក្តីមកគឺគេយកព្រឹត្តិការណ៍ដែលផ្ទុះនៅថ្ងៃទី7ខែធ្នូនឹងថាជាមីនដែលខ្មែរដាក់ថ្មីទៀតធ្វើឲ្យទាហានថៃជន់មីននឹងផ្ទុះហើយស្លាប់ហើយរបួសបានជាគេមិនអាចអត់ឱនបានព្រោះគេថាអានេះគឺជាការបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ព្រោះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគេចោទថាខ្មែរនៅតែដាក់មីនធ្វើឲ្យគ្រោះថ្នាក់ដល់ទាហានថៃនេះអ្វីដែលថៃគេលើកឡើងប៉ុន្តែលោកត្រាំហាក់បីដូចជាយល់ស្របថាបើមីនក៏មីនចោះប៉ុន្តែវាជាគ្រោះថ្នាក់ដោយចៃដន្យដែលថាអាចកម្ពុជាបញ្យល់ទៅថាមិនមែនជារឿងដាក់មីនដាក់អីទេវាអាចជាការផ្ទុះដោយចៃដន្យគ្មានចេតនាអីប៉ុន្តែហេតុអីបានជាថៃត្រូវការមកវាយប្រហារគ្រប់ទិសបែបនេះមកលើស្រោចមកលើកម្ពុជាហើយវាយមួយថ្ងៃវាស់ល្ងាច24ម៉ោងវាយខ្មែរទក់សាច់ខ្មែរអត់តដៃទេរហូតតតែលោកហ៊ុនសែនចុងក្រោយថាខ្មែរអស់ការអត់ធ្មត់តដៃទៅវិញប៉ុន្តែអាការដែលថាខ្មែរអត់តដៃហ្នឹងគឺខ្មែរតដៃតាំងពីថ្ងៃដំបូងទេព្រោះអីទាហានជួមកប្រាប់មកថាអត់ដែលទុកផងបាញ់តបតាមលទ្ធភាពដែលអាចធ្វើបានគ្រាន់តែថាមិនទាន់បាញ់កំភ្លើងធំផ្លោងអីច្រើនទាល់តែមានបញ្ជាពីថ្នាក់លើដែលឲ្យបាញ់ BM21 ហ្នឹងបានទៅតែបាញ់តបតែអាពេលដែលថៃបាញ់ទៅបាញ់អីហ្នឹងមានកំភ្លើងខ្មែរបាញ់ឆ្លងដែលថាតដៃគ្នាដែរហ្នឹងមិននៅស្ងៀមដែរហ្នឹងបើតែថាខាងលើចេះថាអត់តឲ្យនៅស្ងៀមតែខាងក្រោមនោះមើលទៅដូចជារពើរពើងដែរព្រោះអីធំមិនបានគេមករំលោភបំពានខ្លាំងពេកអញ្ចឹងហើយបានតែយើងឃើញភាគីបរទេសតាំងពីថ្ងៃដំបូងសារព័ត៌មានអន្តរជាតិទាំងស្ថានទូតអីផ្សេងហ្នឹងគឺនិយាយថាជាការផ្ទុះអាវុធតដៃគ្នាទេអត់ដែលថាមួយខាងណាបាញ់តែមួយខាងអីអញ្ចឹងណាព្រោះអីគឺវាមានទៅមានមកអញ្ចឹងដែរបងប្អូនឥឡូវខ្ញុំស្លេះរឿងហ្នឹងបន្តិចប៉ុន្តែចង់សរុបសេចក្តីមកវិញគឺថៃគេនៅចោទប្រកាន់ថាខ្មែរបាញ់មុនមិនមែនទេខ្មែរបង្កហេតុមុនដោយសាររឿងព្រឹត្តិការណ៍ផ្ទុះគ្រាប់ដោយចៃដន្យដោយអចេតនាហ្នឹងអញ្ចឹងខ្មែរពន្យល់ទៅហើយប៉ុន្តែអ្វីដែលខ្មែរអត់បានពន្យល់គឺអត់បាននិយាយប្រាប់សាធារណជនថាអាព្រឹត្តិការណ៍ផ្ទុះគ្រាប់កាលពីថ្ងៃទី7ខែធ្នូហ្នឹងគឺជាព្រឹត្តិការណ៍ផ្ទុះគ្រាប់ដោយចៃដន្យដោយអីទេហើយបើសិនជាមានការផ្ទុះគ្រាប់ដោយចៃដន្យវាគួរតែមានយន្តការមួយនិយាយទៅពន្យល់នៅក្នុងកម្រិតយោធាកម្រិតរដ្ឋាភិបាលអីដែលជាការសំទោសឬក៏សោកស្ដាយឬអីទៅព្រោះអាហ្នឹងជារឿងអចេតនារឿងអចេតនាយើងអាចសំទោសបានមិនអញ្ចឹងទេព្រោះមិនមែនជារឿងដែលដូចរឿងមីនរឿងអីដែលថៃចោតខ្មែរថាដាក់ថ្មីហើយខ្មែរថាអត់ដាក់ហើយទៅផ្ទុះដាច់ជើងទៅហ៊ានថៃអាហ្នឹងវាអត់រឿងអីសំទោសទេព្រោះអីមិនដឹងថៃដាក់ខ្លួនឯងអីចឹងដែរប៉ុន្តែនៅពេលដែលមានរឿងផ្ទុះគ្រាប់ស្លាប់ទៅហ៊ានថៃចុងក្រោយនេះហើយបើតាមមើលគឺជារឿងអចេតនាគឺច្បាស់ណាស់គឺភាគីកម្ពុជាខ្លួនឯងជាអ្នករាយការណ៍ប្រាប់គេថារឿងហ្នឹងគឺជារឿងគ្រោះថ្នាក់ដោយអចេតនាទេហើយលោកត្រាំក៏ព្រមថាហេតុអីបានជាបាញ់មកគាត់រឿងអចេតនាមិនជជែកគ្នាចង់និយាយចឹងណាប៉ុន្តែចុងក្រោយលោកត្រាំថាហាក់បីដូចជាត្រូវគ្នាដើម្បីឲ្យមានបទឈប់បាញ់ប៉ុន្តែថៃមកឡំប៉ាថាអត់មានឈប់បាញ់ទេលោកត្រាំនឹងនិយាយខុសរឿងខកចិត្តនឹងលោកត្រាំមកថានិយាយអារឿងមីននេះអាគ្រាប់ផ្ទុះថ្ងៃ7ហ្នឹងថាជារឿងចៃដន្យជារឿងអត់ចេតនាថៃថាអត់មានទេថៃទាត់ចោលរឿងនឹងភ្លាមថារឿងនេះគឺជារឿងចេតនារបស់កម្ពុជាទៅវិញអានេះហើយតែថៃកំពុងកសាងសំណុំរឿងមួយដើម្បីឲ្យតែខ្មែរទទួលខុសត្រូវចំពោះអ្វីដែលខ្លួនឈ្លានពានខ្មែរហ្នឹងថាជាការការពារខ្លួនណាបងប្អូនខ្ញុំមិនជឿថាផោះតាំងប៉ុណ្ណេះធ្វើឲ្យថៃមានព្រៀបលើកម្ពុជាបានទេព្រោះអីបើរឿងអបតវហេតុដែលកើតឡើងនៅថ្ងៃទី7ខែធ្នូហ្នឹងថាវាជាមីនផ្ទុះដោយអចេតនាយ៉ាងច្រើនត្រឹមការសម្របសម្រួលគ្នាសុំទោសសុំអីគ្នាទៅវិញទៅមកអីចឹងទៅมันអាចដល់ថ្នាក់ការទៅបាញ់ផ្លោងសម្រាប់ប្រជាពលរដ្ឋយោធាអីពេញទឹកពេញដីទាំងសងខាងបែបនេះទេវាអត់ត្រូវមានដល់រឿងប៉ុណ្ណឹងទេអញ្ចឹងបានន័យថាម៉េចបានន័យថាថៃមានមហិច្ឆតាចិញ្ចឹមសង្គ្រាមនេះឲ្យវាក៏ក្រើកមិនចំពោះថាមានរឿងអីកើតឡើងទេអានេះហើយជារឿងដែលអកុសលមែនតើតែយើងមើលថៃកំពុងតែទាញភ័ស្តុតាងហ្នឹងថាអាព្រឹត្តិការណ៍ហ្នឹងមិនមែនជារឿងចៃដន្យដោយអចេតនាទេគឺជារឿងចេតនារបស់កម្ពុជាបង្កសង្គ្រាមហើយអ្វីដែលកើតឡើងមកហ្នឹងគឺជារឿងស្របច្បាប់ដែលថៃទម្លាក់គ្រាប់ទម្លាក់អីហើយខ្មែរតដៃទៅវិញទៅមកការពារខ្លួនអីក៏ដោយហ្នឹងគឺថាជារឿងស្របច្បាប់ទាំងសងខាងរឿងនេះហើយដែលធ្វើឲ្យជីវិតទាហានរបស់យើងជីវិតប្រជាពលរដ្ឋស៊ីវិលរបស់យើងនឹងស្លាប់អាសាបង់បើសិនជារឿងនេះថៃនៅតែទាញពន្យល់បែបនេះប៉ុន្តែបងប្អូនមានសត្វកំខ្លាចភ្លើងកម្ពុជាគឺជាជនរងគ្រោះបើទោះបីជាមានរឿងអីកើតឡើងក៏ដោយភ័ស្តុតាងមានគ្រប់គ្រាន់ថាថៃបានឈ្លានពានក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងកំរោលហើយយើងត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិត្រូវប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អញ្ចឹង ICC ICJ នេះគឺដាច់ខាតមិនចំពោះថាមានរឿងអីកើតឡើងទេព្រោះបាត់ល្មើសនេះកើតឡើងច្រើនលើកហើយតាំងពីថ្ងៃទី28ខែឧសភាស្លាប់លោកស៊ុនរ៉ោននៅមុំបីមកបាញ់ដល់ត្រង់សេខ្មែរអាហ្នឹងក៏ជាការឈ្លានពានបំពានសម្លាប់ទាហានខ្មែរយើងទាំងលើគោកទី2ថ្ងៃ24ដល់ថ្ងៃទី28ខែកក្កដាបាញ់សម្លាប់ចូលទន្ទ្រានរំលោភឈ្លានពានទន្ទ្រានដីខ្មែរច្រើនកន្លែងដោយទាំងព្រៃច័ន្ទភូមិជោគជ័យស្លាប់ទាហានយើងមកកណោប្រជាពលរដ្ឋស៊ីវិលខូចខាតផ្ទះសម្បែងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មលាក់នឹងលាក់ទៀតអាហ្នឹងគឺតាំងពីនឹងមកតើមិនមែនជារឿងបាត់ល្មើសឬទេឬ
ព្រោះអីគាត់ទម្លាក់គ្រាប់បែកផ្សែងពុលមាន fighter jets ទាំងយន្តហោះប្រដេញទម្លាក់គ្រាប់ទាំង F16 ទាំងរបស់ Soviet អីហ្នឹងគឺមកចម្រោះអស់ហើយប្រើអស់ហើយតើនឹងឬមិនមែនជាការឈ្លានពានរំលោភបំពានដែនអធិបតេយ្យហើយចូលមកហើយនៅកាន់កាប់ដែនអធិបតេយ្យខ្មែរមួយចំនួនរួមទាំងភ្នំទ្របច្រកអានសេះប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងទីតាំងជាច្រើនទៀតលើកឡើងតែប្រាសាទតាកបីកាលពីថ្ងៃទី24ដល់28ខែកក្កដាបងប្អូននៅចាំច្បាស់ណាស់មិនអញ្ចឹងឯព្រឹត្តិការណ៍នេះគឺជាផុសតាងអត់មានរលត់ទៅណាទេហើយមិនត្រឹមតែប៉ុណ្្នឹងទេចាប់ទាហានខ្មែរ18នាក់ធ្វើជាចំណាប់ខ្មាំងរហូតមកដល់ឥឡូវ140ថ្ងៃទៅហើយបងប្អូនជិត140ថ្ងៃហើយតើនេះឬដែលមិនមែនជាកំហុសដើម្បីយើងជាផុសតាងអាចនាំថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបានតើនេះឬដែលមិនអាចនាំថៃទៅតុលាការយុត្តិធម៌អន្តរជាតិបានតាក់ទងនឹងការមកបំផ្លាញអាទីតាំងឈរជើងរបស់ទាហានខ្មែរនៅលើភ្នំទ្របឥឡូវមកគ្រប់គ្រងតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងទីតាំងផ្សេងទៀតរបស់ខ្មែរទាំង10កន្លែងដែលថៃអះអាងប្រកាសមិនញញើតមាត់លួចរបស់គេបានហើយទៅសម្ញែងតាម Facebook ថារបស់នេះលួចមកពីខ្មែរតើយើងអត់មានផុសតាងឬវាអាសោចតែយើងតែប៉ុណ្ណេះឲ្យខ្មែរយើងឃើញគេផ្សាយអារបស់ដែលលួចបានឲ្យមកខ្ទប់មាត់គ្នាយើងថាកុំមាត់មិនមែនទេគេអត់លួចទេរបស់យើងនៅតែរបស់យើងឯង 100% នៅរបស់យើងអាកាលនោះខ្ញុំស្រក់ទឹកភ្នែកមែនតើមិនដឹងថាត្រូវនិយាយយ៉ាងម៉េចឲ្យអស់ពីថាចិត្តខឹងណាអាគេយករបស់យើងលួចឲ្យគេញ៉ែមយើងគឺគេយកទៅថាញ៉ែមភាសាខ្មែរថាបញ៉ែមគឺយើងអួតញ៉ាំធ្វើរបៀបអារបស់លួចពីយើងបានហើយយកទៅផ្សាយយ៉ាងកក្រើកហើយម្ចាស់របស់នេះវិញនាំគ្នាខ្ទប់មាត់គ្នាកុំមាត់ហ្នឹងមិនមែនបោះគេលួចអត់បានទេអាហ្នឹងបោះយើងឯនៅយើងនៅ 100% តែគេយកអស់ហើយគេចាក់បេតុងគេចាក់អីអស់ហើយមកសុទ្ធតែអ្នកណានិយាយថារបស់យើងបានទៅគេសុទ្ធតែពួកក្បត់ជាតិពួកអារត់ចោលស្រុកពួកអាស្អីហ្នឹងបំពុលព័ត៌មានអីចឹងដល់តែឥឡូវនៅពេលវាយគ្នាក្ដុងក្រាំងមកបន្តិចទៅដើមបានភ្នំទ្របមកវិញបន្តិចទៅដើមបានប្រាសាទនេះមកវិញបន្តិចទៅដើមបានវាលនេះមកវិញបន្តិចទៅដើមបានច្រកនេះមកវិញអាកាលពីមុនអារបស់អស់ហ្នឹងគឺអត់ទទួលស្គាល់ថាគេលួចបានបន្តិចសោះគឺនៅយើងគ្រប់គ្រង 100% តោះតែវាយបានមកក្ដុងថាយើងទៅដើមបានអីវិញខ្ញុំមិនតោមនិញទេបងប្អូនទៅដើមអីបានទៅដើមមកប៉ុន្តែកុំឲ្យអារបស់យើងគេយកហើយហ្នឹងយើងមកខ្ទប់មាត់គ្នាអត់ឲ្យនិយាយថាយើងនៅគ្រប់គ្រងរបស់ហ្នឹងបាន 100%គេខំប្រឹងនិយាយដើម្បីកុំឲ្យថៃខ្ជាក់មកយើងវិញយើងនាំគ្នាទាត់គ្នាខ្ទប់មាត់គ្នាហើយជេរបចោលគ្នាគ្រប់គ្នាអញ្ចឹងបងប្អូនឥឡូវបងប្អូនដឹងខ្លួនហើយណាថាអ្នកណាចង់បានឲ្យរបស់យើងនៅគង់វង្សយើងរួមគ្នាទៅហេតុអីបានយើងមកជេរបចោលគ្នាព្រោះរបស់ហ្នឹងរបស់យើងតើហេតុអីយើងមើលមិនឃើញនិន្នាការនយោបាយណាក៏ដោយគឺរបស់ខ្មែរបើថៃយកយើងនាំគ្នាជួយទប់កុំឲ្យហើយគេប្តឹងទៅតុលាការអន្តរជាតិគេនាំគ្នាជួយដាក់ពាក្យប្តឹងទៅរករឿងទាញហាយចោលអាស្លឹកប្តឹងគេនឹងទៀតកុំប្តឹងពួកអស់នេះអូយកុំអត់អីទេយើងវាមិនបាត់ទៅណាខាងនេះគេចេះចាត់ចែងហើយតែអាពេលពងចេះចាត់ចែងហ្នឹងគឺអារបស់ដែលបាត់ហ្នឹងគឺអត់ទទួលស្គាល់ថាបាត់ផងហ្នឹងហើយដល់ពេលគេទៅជួយប្តឹងឲ្យទៅរករឿងគេទៀតបានហើយបងប្អូនឥឡូវបងប្អូនដឹងហើយមិនអញ្ចឹងហ៎សុទ្ធតែមានចេតនាល្អចង់ទប់ការពារកុំឲ្យថៃឈ្លានពានយើងសុទ្ធតែមានការឈឺចាប់ដូចគ្នាប៉ុន្តែការឈឺចាប់អស់លោកមួយចំនួនគឺគេហៅការឈឺចាប់បែបនយោបាយ